ចាជំរាបសួរថ្ងៃនេះមានសាច់មាន់ចាលក្ខណៈជាទ្រូងមាន់ផងហើយនឹងភ្លៅមាន់ផងអញ្ចឹងណាចារីឯនេះវិញគឺសល់ប្រេងឆាដែលសល់ពីការចៀនសាច់មាន់ហ្នឹងណាបងប្អូនចាគឺនេះខ្ញុំយកមកធ្វើបែបនេះលាយជាមួយជាសូសហើយអាដុំហ្នឹងគឺដុំបោះបារាំងហាងលក់ហាងបារាំងណាគឺបោះបារាំងតែម្ដងបារាំងគេធ្វើលាយប៊ឺបងប្អូនចាហើយជាមួយនឹងជីដូចមានស្លឹកខ្ទឹមហើយនឹងជីវ៉ាន់ស៊ុយអញ្ចឹងណាចាហើយក្លិនគឺឈ្ងុយមែនតើរីឯសាច់វិញគឺនេះខ្ញុំចៀនឲ្យឆ្អិនឲ្យឡើងក្រៀមបែបនេះមកហើយបើសាច់ទ្រូងមាន់វិញឲ្យប៉ិននេះបានហើយចាបើចិនឆ្អិនក្រៀមពេកគឺវាក្រៀមខ្សោះណាអញ្ចឹងប៉ុណ្ណឹងគឺល្មមតែម្ដងចារីឯប៊ឺហើយនឹងពាក់ស៊ីលីអីនេះវិញក្លិនឈ្ងុយចាបងប្អូនដែលធ្លាប់ញ៉ាំខ្យងនៅប្រទេសបារាំងនេះចាខែរដូវបុណ្យទានញ៉ាំខ្យងបារាំងគឺគេតែងតែដាក់អានឹងបៀកពីលើចានិយាយទៅគឺឈ្ងុយឆ្ងាញ់ណាចាហើយនេះខ្ញុំបន្ថែមអំបិលបន្តិចណាបងប្អូនចាហើយនេះវិញគឺមានខ្ទឹមសខ្ទឹមក្រហមអីហ្នឹងចានេះខ្ញុំដាក់លីងបន្តិចទៅផងដែរចាវារបៀបជាជីខ្ទឹមស្ងួតអញ្ចឹងណាចាកូរច្បល់ចូលគ្នាឲ្យសព្វចាឲ្យរលាយសព្វអញ្ចឹងមករីឯប្រេងឆាដែលសល់ពីចៀនមាន់ហ្នឹងគឺនេះខ្ញុំត្រង់យកតែប្រេងល្អទេបងប្អូនចាមិនយកទាំងអស់នោះទេចាហើយសាច់ពេលចៀនហ្នឹងគឺដាក់រោយអំបិលតិចៗចឹងណាអត់ឲ្យប្រៃខ្លាំងទេបងប្អូនចាយករៀងឡំៗតែប៉ុណ្ណោះបន្ទាប់មកទៀតហ្នឹងគឺបានរលាយស្រួលបួលហើយចាប៊ឺហើយនឹងជីស្ងួតហ្នឹងអានេះខ្ញុំយកមកស្រូចពីលើសាច់អញ្ចឹងណាចាស្រូចឲ្យសព្វសាច់ចឹងទៅចាទាំងទ្រូងមាន់ទាំងភ្លៅមាន់ចាភ្លៅនេះគឺភ្លៅមូលមួយហ្មងប៉ុន្តែនេះខ្ញុំកាត់ជាពីរអញ្ចឹងណាបងប្អូនចាយកដើមភ្លៅហើយនឹងចុងភ្លៅអញ្ចឹងណាចាដើម្បីឲ្យវារៀងស្រួលញ៉ាំអញ្ចឹងហើយស្រួលកាត់ញ៉ាំអញ្ចឹងណាសម្រាប់អ្នកខ្លះគេចង់បានតែខាងលើគេមិនសូវចង់បានខាងក្រោមអញ្ចឹងឬមួយក៏ធំពេកអីអញ្ចឹងទៅចាយើងកាត់អញ្ចឹងទៅគឺស្រួលម្នាក់យកតាមចំណូលចិត្តអញ្ចឹងទៅចាហើយថ្ងៃនេះគឺនេះខ្ញុំធ្វើច្រើនបងប្អូនព្រោះថាគ្នាដល់តែ10នាក់ឯណោះចា9 10នាក់អីចឹងណាព្រោះថាមិត្តភ័ក្តិកូនគេមកញ៉ាំបាយចានៅយប់ថ្ងៃឆ្លងបុណ្យអាឡូវីនគេនឹងចាអញ្ចឹងទៅក៏ធ្វើលក្ខណៈជាច្រើនបន្តិចជុំកូនជុំមិត្តភ័ក្តិកូនអីចឹងទៅណាគ្រាន់ថាលេងសប្បាយអញ្ចឹងទៅតែគ្រាន់ថាមិនមែនជាបុណ្យអាឡូវីនហ្នឹងមិនមែនជាបោះបារាំងបោះអីទេបងប្អូនហើយក៏មិនមែនបោះអាមេរិកអីដែរចាបើបុណ្យអាឡូវីននេះដូចជាដើមកំណើតឡើងចេញពីប៉ែកខាងអៀកឡង់បងប្អូនចាឥឡូវនេះរួចរាល់ជាការស្រេចហើយចានេះខ្ញុំត្រៀមរួចរាល់ជាការស្រេចហើយអញ្ចឹងទុកម្លែកចាដល់ពេលយើងរៀបញ៉ាំយើងកដៅចូលទៅក្នុងម៉ាស៊ីនដុតទៅបងប្អូនចាដាក់ភ្លើងតិចអញ្ចឹងទៅកដៅវាកន្លះម៉ោងអីអញ្ចឹងទៅចា45នាទីអីអញ្ចឹងមុនញ៉ាំអញ្ចឹងណាចាអញ្ចឹងទៅគឺថាឆ្ងាញ់តែម្ដងអរគុណ